ឲ្យពិតប្រកបទៅហឺតនឹងជាដែរឬទេបើនិយាយពីបច្ចេកទេសវិទ្យាសាស្ត្រតែម្ដងហឺតអត់ជាទេតែគ្រាន់តែខ្ញុំបាទដុកទ័រលឹមមុនសូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនស្វាគមន៍មកកាន់សប្តាហ៍ថ្មីនៃកម្មវិធី Dr. Talk Show កម្មវិធីរបស់យើងរៀងរាល់សប្តាហ៍តែងតែអញ្ជើញវិក្កាមដែលជាវិជ្ជបណ្ឌិតឯកទេសមកពីតាម clinic និងមន្ទីរពេទ្យនានាសប្តាហ៍នេះដែរយើងសូមស្វាគមន៍វិជ្ជបណ្ឌិត Charles Series ឯកទេសជំងឺសួតនិងផ្លិតដង្ហើមមកពី clinic Air Plus ជំរាបសួរអ្នកគ្រូសុខសប្បាយទេសុខសប្បាយបើបកត្រឡប់ទៅអ្នកគ្រូធីរីវិញឃើញថាមមាញឹកខ្លាំងមែនតើប៉ុន្តែនៅតែឆ្លៀតពេលវេលានៅក្នុងការចូលរួមដើម្បីចែកចម្លែកអំពីសុខភាពទៅកាន់ប្រជាជនចូលមកដល់ប្រធានបទយើងនៅក្នុងថ្ងៃនេះដែរយើងនឹងលើកប្រធានបទទាក់ទងអំពីជំងឺហឺតអ្នកគ្រូអាចពន្យល់បានទេតើអ្វីទៅគឺជាជំងឺហឺតអូខេយើងនិយាយអំពីជំងឺហឺតដែលប្រជាជនយើងកន្លងមកគឺតែងតែដឹងថាអូជាជំងឺហឺតប៉ុន្តែអត់ទាន់ដឹងពីនិយមន័យច្បាស់លាស់ទេអញ្ចឹងជំងឺហឺតគឺយើងសំដៅទៅលើការរលាកកងសួតរ៉ាំរ៉ៃដែលជាទូទៅគឺជំងឺនេះគឺមានភាពខុសគ្នាពីជំងឺផ្សេងបន្តិចដោយសារតែមានអាការៈហ្នឹងគឺរើឡើងមិនជារៀងរាល់ថ្ងៃទេហើយវាតែងតែកើតនៅអាការៈទាំងអស់ហ្នឹងនៅពេលដែលមានជួបនៅកត្តាជំរុញមួយចំនួនដែរបាទមុនហ្នឹងអ្នកគ្រូបាននិយាយថាវាមានកត្តាជំរុញដែលធ្វើឲ្យគាត់ធ្វើទុកតែកត្តាជំរុញនោះអាចមានអ្វីខ្លះដែរអ្នកគ្រូចាកត្តាជំរុញដែលភាសាអង់គ្លេសយើងតែងតែនិយាយថា trigger ជាទូទៅគឺវាមានច្រើនវាអាចតាក់ទងទៅនឹង allergy ដែលអ្នកជំងឺគាត់មាន allergy ស្រាប់វាអាចតាក់ទិនទៅនឹងការបម្រែបម្រួលបរិយាកាសក្តៅខ្លាំងពេកត្រជាក់ខ្លាំងពេកឬក៏នៅពេលដែលគាត់ប៉ះនៅសារធាតុពុលឬក៏សារធាតុរលាកដែលគាត់ស្រូបចូលទៅក្នុងផ្លូវដង្ហើមរបស់គាត់ឬក៏អាចជាការឆ្លងនៅពពួកវីរុសផ្ដាសាយ COVID ឬក៏ជាវីរុសផ្សេងក៏អាចបង្កឲ្យមានការរើឡើងនៅជំងឺហឺតរបស់គាត់ផងដែរហើយលើសពីនេះទៅទៀតដែលយើងចាប់អារម្មណ៍នោះគឺសំបីតែភាព stress តានតឹងភ័យខ្លាចអីផ្សេងនោះក៏អាចធ្វើឲ្យមានកត្តាក្នុងការជំរុញឲ្យមានការរើនៃជំងឺហឺតរបស់គាត់ផងដែរចាហើយក៏មានកត្តាផ្សេងទៀតផងដែរបាទបើនិយាយអំពីរោគសញ្ញានៃជំងឺមួយតែតែមានរោគសញ្ញាផ្សេងគ្នាចុះបើយើងជជែកឲ្យស៊ីជម្រៅទៅលើជំងឺហឺតតើជំងឺហឺតមានរោគសញ្ញាអ្វីខ្លះដែលធ្វើឲ្យគាត់អាចសង្ស័យថាគាត់មានជំងឺហឺតនិងដើម្បីទៅជួបគ្រូពេទ្យដែរអត់ខុសពីការរលាកតងសួតស្រួចស្រាវទេឬក៏ការដែលរលាកសាច់សួតទេគឺរោគសញ្ញាហ្នឹងគឺស្តៀងគ្នាបានន័យថាអ្នកជំងឺគឺជាទូទៅគាត់មានក្អកប៉ុន្តែយើងសង្កេតឃើញថាក្អករបស់ជំងឺហឺតហ្នឹងគឺក្អកស្ងួតម្ដងមកកាអ្នកជំងឺក៏គាត់បានបញ្ជាក់ថាអាចនឹងមានស្លេសប៉ុន្តែស្លេសនោះជាទូទៅយើងសង្កេតឃើញថាជាស្លេសដែលសហើយស្អិតចាបើសិនជាក្នុងករណីនៃការរើនៃតងសួតរបស់គាត់នឹងនៅក្នុងកម្រិតមួយធ្ងន់ដែរដែលធ្វើឲ្យតងសួតរបស់គាត់នឹងត្បៀតអញ្ចឹងអ្នកជំងឺអាចនឹងគាត់ទទួលអារម្មណ៍ថាគាត់ដកដង្ហើមអញ្ចឹងលឺងឺតដូចឆ្មាយំអញ្ចឹងឬក៏អាចឈានទៅដល់ទទួលអារម្មណ៍ថាថប់ដង្ហើមបើសិនបើក្នុងករណីដែលធ្ងន់ជាងនេះទៅទៀតអ្នកជំងឺអាចទទួលអារម្មណ៍ថាពិបាកក្នុងការដកដង្ហើមចេញចូលមែនតើហើយអាចនឹងអ្នកជំងឺមួយចំនួនអាចឈានទៅដល់ការហត់និងដង្ហក់ផងដែរបាទអ្វីដែលយើងផ្ដោតសំខាន់នោះដូចដែលខ្ញុំបាននិយាយអំពីនិយមន័យបាននេះអាការៈទាំងអស់ហ្នឹងវាអត់មានគ្រប់ពេលវេលាគ្រប់ម៉ោងនៅក្នុងពេលដែលគាត់ធ្វើទុកឯអាចថាគាត់ធ្វើទុកពេលយប់ឬក៏ពេលព្រឹកព្រលឹមឬក៏ពេលណាដែលគាត់ប៉ះពាល់ទៅនឹងអ្វីដែលគាត់ស្រូបយកឲ្យវាទៅរំញោចឬក៏ធ្វើឲ្យអាការៈនៃជំងឺហឺតរបស់គាត់ហ្នឹងរើឡើងមកបាទអូខេចុះបើសិនជាក្នុងករណីគាត់មានរោគសញ្ញាបែបហ្នឹងហើយគាត់ចង់សួរមកយើងក្នុងនាមជាគ្រូពេទ្យវិញតើធ្វើដូចម្ដេចទើបដឹងថាគាត់ពិតជាមានជំងឺហឺតមែនចាសម្រាប់ការធ្វើរោគវិនិច្ឆ័យទៅលើជំងឺហឺតគឺយើងបែងចែកទៅតាមប្រភេទនៃអាយុរបស់អ្នកជំងឺពីព្រោះជំងឺហឺតនេះយើងត្រូវដឹងថាវាកើតឡើងទាំងក្មេងទាំងចាស់ទាំងប្រុសទាំងស្រីអញ្ចឹងណាអញ្ចឹងបើសិនជានៅក្នុងវ័យកុមារដែលយើងចាត់ទុកថាចាប់ពី6ឆ្នាំចុះក្រោមចាស់តែយើងធ្វើម៉េចទើបដឹងថាកុមារអាចនឹងមានជំងឺហឺតបាននៅក្នុងហ្នឹងគឺជំហានដំបូងគឺរោគសញ្ញារបស់គាត់ដែលមានអាការៈដូចជារលាកតងសួតមានក្អករ៉ាំរ៉ៃមានហត់មានពិបាកដកដង្ហើមក្នុងរយៈពេលយូរអាចថារាប់អាទិត្យឬរាប់ខែរើជាប្រចាំអាហ្នឹងគឺជាសញ្ញាមួយដែលយើងអាចត្រូវដឹងថាអូកុមារបែបនេះប្រហែលជាអាចមានជំងឺហឺតទី2គឺ
ពី history ទៅលើ allergy ឬក៏គ្រួសារឪពុកម្ដាយរបស់គាត់តើគាត់មានក្រុមគ្រួសារឪពុកម្ដាយមានជំងឺហឺតពីមុនទេឬក៏គាត់មាន allergy ពីមុនទេនេះយើងសម្ដៅទៅលើកូនក្មេងណាពីព្រោះកុមារគឺយើងពិបាកនៅក្នុងការធ្វើតេស្តមួយចំនួនផ្ទុយទៅវិញយើងនិយាយអំពីមូលហេតុទៅលើកុមារដែលភាគច្រើនគឺកុមារគាត់មានមូលហេតុមកពី allergy ភាគច្រើនមិនទាំងអស់ទេណាភាគច្រើនដូច្នេះយើងអាចគប់ផ្សំជាមួយនឹង history ប្រវត្តិរបស់គាត់និងរោគសញ្ញាសង្តូមដែលគាត់មានជាប្រចាំយើងអាចបូកជាមួយនឹងការធ្វើតេស្តឈាមបើន័យថាយើងអាចមើលទៅលើកម្រិតនៃ allergy របស់គាត់មើលលទ្ធផលឈាមតាក់ទងទៅនឹងគ្រាប់ឈាមសឈាមក្រហម eosinophil អីជាដើមបូកគុំចូលគ្នាជាមួយនឹងការធ្វើអេសាម៉ាំងរបស់យើងស្ដាប់សួតរបស់គាត់ផងយើងបូកចូលគ្នាយើងអាចនឹងថាកុមារគាត់គឺមានជំងឺហឺតហើយបាទផ្ទុយទៅវិញទៅលើកុមារដែលធំឬក៏មនុស្សពេញវ័យដែលគាត់មានជំងឺមានរោគសញ្ញាដែលយើងសង្ស័យថាជាហឺតអញ្ចឹងក៏យើងមានធ្វើតេស្តលើសអំពីតេស្តទៅលើកុមារបានន័យថាតេស្តរបស់កុមារទាំងអស់គឺយើងនឹងធ្វើជាមួយនឹងមនុស្សធំដូចគ្នាក៏ប៉ុន្តែនៅក្នុងហ្នឹងយើងអាចគប់ផ្សំទៅនឹងតេស្តមួយទៀតដែលអាចនឹងកំណត់ថាអ្នកជំងឺយើងគាត់មានជំងឺហឺតពិតប្រាកដនោះគឺគេហៅថា lung function test បានន័យថាយើងនឹងឲ្យអ្នកជំងឺគាត់ធ្វើនៅតេស្តមួយផ្លុំដើម្បីមើលអំពីកម្លាំងនៃការធ្វើការរបស់ទងសួតរបស់គាត់អញ្ចឹងនៅពេលដែលក្រោយពីបានធ្វើតេស្តហ្នឹងគឺយើងនឹងអាចកំណត់ថាអ្នកជំងឺរបស់យើងអាចនឹងមានជំងឺហឺតហើយក៏ប៉ុន្តែក្រៅពីតេស្តដែលច្បាស់លាស់មួយហ្នឹងក៏យើងត្រូវតែមានតេស្តគប់ផ្សំមួយចំនួនមិនថាតែថតសួតឬក៏អាចឈានទៅដល់ធ្វើ CT scan ឬក៏មើលឈាមផ្សេងទៀតដើម្បីមើលថាតើអ្នកជំងឺដែលនៅក្នុងវ័យជំទង់ឬក៏ពេញវ័យហ្នឹងគាត់អាចនឹងជាប្រភេទជំងឺហឺតស្មុគស្មាញជំងឺហឺតដែលផ្សំជាមួយនឹងជំងឺផ្សេងឬក៏អត់បាទចា៎អូខេតាមភាសារបស់អ្នកគ្រូមុនហ្នឹងបាននិយាយថាជំងឺហឺតមិនប្រកាសថាត្រូវតែធ្វើទុករហូតទេអ្នកខ្លះម្ដងម្កាលអ្នកខ្លះក៏ញឹកញាប់ជាងធម្មតាតើជំងឺហឺតមានបែងចែកជាកម្រិតធ្ងន់ស្រាលអីដែរឬទេអ្នកគ្រូបើនិយាយអំពីកម្រិតថាកម្រិតទី1ទី2ទី3ធ្ងន់ស្រាលហ្នឹងមែនតើទៅនៅក្នុងជំងឺហឺតគេអត់សូវកំណត់ថាធ្ងន់នឹងស្រាលទេប៉ុន្តែគេកំណត់ថាតើវាស្ថិតនៅក្នុងដំណាក់កាលមួយណាដើម្បីធ្វើការព្យាបាលព្រោះពេលខ្លះនៅពេលដែលគាត់មានការរើញឹកញាប់ក៏មិនមែនមានន័យថាហឺតរបស់គាត់នឹងធ្ងន់ដែរតែគ្រាន់តែថាតម្រូវការនៃការព្យាបាលហ្នឹងគឺគេប្រែប្រួលទៅតាមកម្រិត step 1 step 2 step 3 step 4ហើយដែលកម្រិតស្មុគស្មាញជាងគេណាគឺគេហៅថា step 5ដែលក្នុងហ្នឹងគឺស្មុគស្មាញ step 5ហ្នឹងគឺស្មុគស្មាញមែនទេហើយ step 1 step 2 step 3 step 4ហ្នឹងគឺសំដៅទៅលើចំនួននៃការធ្វើទុកនៅក្នុងអំឡុងពេលមួយខែមួយអាទិត្យមួយខែឬមួយឆ្នាំអីចឹងទៅគេវាតម្លៃទៅលើអាការៈរបស់អ្នកជំងឺដែលគាត់ធ្វើទុកហ្នឹងហើយយើងព្យាបាលទៅតាមកម្រិតនៃការធ្វើទុករបស់គាត់អញ្ចឹងសរុបមកវិញថាកម្រិតនៃភាពធ្ងន់ធ្ងរគឺយើងអាចនិយាយទៅតាមលក្ខខណ្ឌនៅពេលដែលគាត់ចូលមកមន្ទីរពេទ្យតើគាត់អាចឈានទៅដល់កម្រិតធ្ងន់ធ្ងរប៉ុណ្ណាប៉ុន្តែ step ដែលយើងបញ្ជាក់នៅក្នុងអ្វីដែលខ្ញុំបាននិយាយមុនហ្នឹងគឺសំដៅទៅលើចំនួនដងនៃការធ្វើទុករបស់អ្នកជំងឺអញ្ចឹងណាចាគ្រាន់តែបញ្ជាក់ថានៅពេលដែលគាត់ចូលទៅក្នុង step 3 step 4បានន័យថានៅពេលណាដែលកម្រិតនៃការធ្វើទុកចំនួននៃការធ្វើទុករបស់គាត់កាន់តែច្រើនអញ្ចឹងបានន័យថាការវិវត្តទៅរកភាពធ្ងន់ធ្ងរហ្នឹងក៏មានខ្ពស់ដែរបាទតើតងជាមួយនឹងអនុសាសន៍របស់អ្នកគ្រូឬក៏ការចែករំលែកពីជំងឺហឺតប្រជាជនរបស់យើងមកដល់បច្ចុប្បន្ននេះនៅតែមានចម្ងល់ឬក៏គាត់នៅតែមិនទាន់អស់ចិត្តថាតើគាត់នឹងមាន allergy គ្រាន់តែ allergy ឬក៏រលាកទងសួតឬក៏គាត់នឹងពិតជាមានជំងឺហឺតមែនតើ3នេះវាខុសគ្នាដែរទេអ្នកគ្រូយើងត្រូវដឹងថាហឺតមូលហេតុមួយនៅក្នុងចំណោមមូលហេតុជាច្រើនគឺមកពី allergy តែបើយើងនិយាយអំពី allergy មិនមែនមានន័យថាមនុស្សទាំងអស់មាន allergy ដឹងតែមានហឺតទេហើយក៏មិនមែនមានន័យថាអ្នកជំងឺហឺតទាំងអស់គឺត្រូវតែមាន allergy ដែរអញ្ចឹងវារឿងពីរផ្សេងគ្នាតែគ្រាន់ថាអ្នកជំងឺដែលគាត់មាន allergy គាត់មានលទ្ធភាពខ្ពស់ដែរសម្រាប់វិវត្តទៅរកជំងឺហឺតជាពិសេសគឺកុមារគឺគាត់មានលទ្ធភាពខ្ពស់ហើយនៅពេលដែលគាត់មាន allergy គាត់មានលទ្ធភាពនៅក្នុងការវិវត្តទៅរកជំងឺហឺតអញ្ចឹងណាហើយ allergy ក៏វាចែកច្រើនទៅទៀតតែអ្វីដែលខ្ញុំអាចបញ្ជាក់បាននោះគឺថាវាគ្រាន់តែជាកត្តាដែលជំរុញគ្នាទៅវិញទៅមកការពិតគឺ allergy ជំរុញឲ្យមានហឺត
ប៉ុន្តែ hurt អត់មែនជាអ្នកជំរុញឲ្យមាន allergy ទេអញ្ចឹងណាអញ្ចឹង allergy គឺរឿងផ្សេងគ្រាន់តែថានៅក្នុងករណីដែលមាន allergy នៅពីក្មេងគាត់មានលទ្ធភាពអាចវិវត្តទៅជាជំងឺ hurt អញ្ចឹងណាចាអូខេអញ្ចឹងកន្លែងនេះដែលគ្រូចង់បញ្ជាក់ថា allergy មិនប្រកបថា hurt ទេព្រោះ hurt អាចមកពីមិន allergy តែគ្រាន់បែកចែកឲ្យវាដាច់រវាង hurt allergy និង hurt មិន allergy បានដែរទេជាទូទៅគឺយើងដូចដែលលោកគ្រូសួរវគ្គមុនអញ្ចឹងនៅពេលណាដែលអ្នកជំងឺគាត់មាន allergy ជាទូទៅបើទាំងកុមារឬក៏យើងវ័យជំទង់ក៏ដោយមិនទាន់ទៅដល់គ្រូពេទ្យផងក៏គាត់អាចដឹងថាគាត់នឹង allergy មួយអីដែរឧទាហរណ៍តែគាត់ allergy ជាមួយចំណីអាហារទៅចោះអញ្ចឹងនៅពេលដែលគាត់ញ៉ាំអីមួយគាត់ចាប់ផ្ដើមមានប្រតិកម្មអាចមានលំមាស់អាចមានថប់អាចមានណែនទ្រូងអាចមានក្អកមានក្តាស់មានអីចឹងទៅអាហ្នឹងគឺជាសញ្ញាមួយដែលវាឆ្លើយតបទៅនឹងសារធាតុមួយហ្នឹងគាត់ allergy អញ្ចឹងណាសម្រាប់ hurt មួយចំនួនគឺគាត់អត់មានបញ្ហាហ្នឹងទាំងអស់ប៉ុន្តែគាត់ចាប់ផ្ដើមមានសញ្ញាដែលខ្ញុំបានរៀបរាប់មានក្អកមានពិបាកដកដង្ហើមជាពិសេសធ្វើទុកពេលយប់អីផ្សេងហើយការក្អកហ្នឹងគឺវារ៉ាំរ៉ៃរាប់អាទិត្យរាប់ខែអីចឹងទៅអញ្ចឹងគាត់មកជួបយើងអញ្ចឹងការធ្វើរោគវិនិច្ឆ័យថាតើកំណត់ថាអ្នកជំងឺគាត់មាន allergy ឬក៏អត់ allergy ទី1គឺខ្លួនគាត់គឺគាត់ដឹងទី2គឺយើងអាចមើលទៅតាមការធ្វើតេស្តឈាមការធ្វើតេស្តឈាមរបស់យើងគឺយើងមើលទាំងដឹងនៅក្នុងក្របឈាមយើងមើលទៅលើសារធាតុ allergy ផ្ទាល់ដែលបច្ចុប្បន្នប្រទេសយើងក៏គឺមានធ្វើបានច្រើនមកមែនតើតែគេធ្វើតាមរយៈមើលឈាមអញ្ចឹងយើងអាចកំណត់បានថាអ្នកជំងឺអាចមាន allergy ជាមួយអីគេជាមួយនឹងចំណីអាហារជាមួយនឹងខ្យល់បរិយាកាសជាមួយនឹងធូលីជាមួយនឹងអីផ្សេងជាច្រើនទៀតដែលនៅក្នុងនោះគឺបង្ហាញនៅក្នុងតេស្តឈាមរបស់យើងបាទអញ្ចឹងអត់ពិបាកនៅក្នុងការកំណត់ទេហើយកម្រិតនៃ allergy គឺធ្ងន់ធ្ងរឬក៏កម្រិតស្រាលយ៉ាងណានោះក៏គេមានតេស្តនៅក្នុងឈាមនោះអាចឲ្យយើងកំណត់បានផងដែរណាចាអញ្ចឹងសម្រាប់ការបែងចែកទៅលើអ្នកជំងឺ hurt ដែលមិនមាន allergy ឬក៏ hurt ដែលមាន allergy ហ្នឹងគឺត្រូវការជួបពិភាក្សាជាមួយនឹងគ្រូពេទ្យហើយធ្វើតេស្តឈាមមួយចំនួនអូខេត្រង់កន្លែងនេះដែរអ្នកគ្រូបានបញ្ជាក់ច្បាស់មែនតើតកតងជាមួយនឹង hurt allergy និង hurt មិន allergy មួយទៀតនេះជាសំណួរដែលព្រួយបារម្ភពីខាងឪពុកម្ដាយរបស់ក្មេងៗដែលកូនគាត់មានជំងឺ hurt គាត់សួរថាកូនគាត់មាន hurt អញ្ចឹងអាចចិញ្ចឹមសត្វបានអត់ជាឆ្មាជាឆ្កែឬក៏សត្វចិញ្ចឹមផ្សេងៗនៅក្នុងផ្ទះណាគ្រូយើងត្រូវមើលថាគាត់ allergy ជាមួយសត្វឆ្មាសត្វឆ្កែសត្វស្លាបឬក៏អត់ពួកតកតងទៅនឹងសត្វជាពិសេសរោមមិនសត្វនេះឲ្យគាត់ allergy គឺរោមរបស់សត្វហ្នឹងគឺឲ្យគាត់ allergy អញ្ចឹងសួរត្រឡប់ទៅវិញថាទី1គាត់ធ្លាប់ចិញ្ចឹមអត់បើសិនជាពីមុនមកគាត់ធ្លាប់ចិញ្ចឹមនៅផ្ទះមានគាត់អត់ដែលមានបញ្ហាធ្វើទុកដោយសារតែសត្វចិញ្ចឹមទាំងអស់ហ្នឹងច្បាស់ណាស់ថាគាត់អត់មានបញ្ហាជាមួយនឹងសត្វទាំងអស់ហ្នឹងទេជួនកាលគាត់ជាមនុស្សដែលមានប្រភេទ allergy មែនតែមិនមែន allergy ជាមួយសត្វទេពីព្រោះដូចខ្ញុំបានជំរាបអញ្ចឹងថា allergy វាមានច្រើនប្រភេទតាមចំណីអាហារបរិយាកាសសត្វអត់ទូចនៅក្នុងបរិយាកាសផ្សែងឬក៏អីផ្សេងនិង allergy ទៅលើសត្វហើយក៏មាន allergy ជាមួយលំអងផ្កាលំអងស្មៅលំអងរុក្ខជាតិអីផ្សេងទៀតអញ្ចឹងបើសិនជាគាត់មាន allergy មែនតែគាត់ allergy ជាមួយអីផ្សេងទេមិនមែន allergy ជាមួយរោមសត្វទាំងអស់ហ្នឹងទេគាត់ចិញ្ចឹមបានអត់ជាបញ្ហាណាបើឪពុកម្ដាយថាខ្ញុំអត់ច្បាស់ទេខ្ញុំធ្វើមិនទៅតិចយកមក allergy ទី1គឺគាត់ធ្លាប់មានប្រវត្តិអត់បើមិនធ្លាប់មានប្រវត្តិទេដូចខ្ញុំបានជំរាបអញ្ចឹងគេមានតេស្ត allergy នៅក្នុងហ្នឹងតេស្តទាំងអស់ហ្នឹងគឺបានបញ្ជាក់ថាមានសត្វឆ្កែសត្វឆ្មាសត្វស្លាបនិងសត្វកន្លាតសត្វអីជាច្រើនដែលយើងធ្វើតេស្តហ្នឹងទៅយើងដឹងហើយថាក្មេងគាត់មាន allergy អត់បើអត់មានទេអូខេឲ្យគាត់ចិញ្ចឹមចាស់អត់ជាបញ្ហាឬក៏អាចបង្កឲ្យ hurt របស់គាត់ហ្នឹងវិវត្តទៅធ្ងន់អីគឺអត់ទេបាទតកតងជាមួយនឹង allergy យើងមានសំណួរបែបស៊ីជម្រៅមួយទៀតដែលខាងប្រជាជនយើងសួរតែម្ដងគាត់ថាពីក្មេងគាត់មាន allergy របស់ហ្នឹងឯងចាប់ទៅពេលគាត់ធំទៅទៅប៉ះពាល់អត់បានហើយមួយទៀតគាត់សួរថាបើគាត់ allergy មួយរបស់ហ្នឹងតើថ្ងៃក្រោយអាចបាត់ឬក៏លែងជាបញ្ហាវិញដែរឬទេallergy វាមាន cycle របស់វាគេហៅថា match បានន័យថាយើងនិយាយអំពីឪពុកម្ដាយមកអញ្ចឹងណាអញ្ចឹងបើសិនជាឪពុកម្ដាយគាត់ជាគេហៅថាជាប្រភេទ atopy បានន័យថាអ្នកដែលមាន allergy អញ្ចឹងពេលដែលគាត់ពីក្មេងណាគាត់ច្រើនតែមាន allergy ទៅលើចំណីអាហារពីក្មេងមកបានន័យថាពីអាយុក្រោម6ឆ្នាំចុះមកពួកគាត់គឺច្រើនតែមាន allergy ជាមួយចំណីអាហារជាមួយអីចឹងណាធំឡើងគាត់លែងសើអីវិញអញ្ចឹងណាបន្ទាប់មកទៀតពេលគាត់រៀងធំទៀតគាត់ចាប់ផ្ដើម allergy ជាមួយនឹងចៃជាមួយនឹងសត្វជាមួយនឹងអីផ្សេងគឺវិវត្តទៅតាមអាយុគាត់អាហ្នឹងគឺជាទូទៅគឺ
នៅពេលដែលគាត់គេហៅថា food allergy ហ្នឹងណាជាទូទៅគឺអត់បាក់ទេអាចនឹងជួបនៅតែបន្តប៉ុន្តែបើសិនជាគាត់ allergy ជាមួយពពួកដាស់ស្មៃពួកសត្វល្អិតសត្វអីហ្នឹងអាចនឹងបាក់ប៉ុន្តែក៏មានករណីខ្លះគឺអត់បាត់ទេតើតែយើងមានការព្យាបាលហើយបើសិនជាការ allergy ហ្នឹងมันបង្កឲ្យគាត់មានទៅជា hurt ឬក៏ពិបាកផ្លូវដង្ហើមធ្ងន់ធ្ងរអីទេក៏គេមិនធ្វើការព្យាបាលអីដែរអញ្ចឹងណាប៉ុន្តែផ្ទុយទៅវិញបើសិនជា allergy ទាំងអស់ហ្នឹងវាធ្វើឲ្យរំខានទៅដល់សុខភាពរបស់គាត់ឬក៏ធ្វើឲ្យមានជំងឺ hurt ពិបាកក្នុងការព្យាបាលចាំបាច់គេនឹងត្រូវព្យាបាលបាទអរគុណច្រើនក្នុងជំងឺមួយយើងដឹងហើយថាសុទ្ធតែមានមូលហេតុរបស់វាតើ hurt មានបង្កមកពីមូលហេតុអ្វីខ្លះដែរចាមិញយើងនិយាយរឿង allergy ច្រើនណាស់ណាចាអញ្ចឹងបែងចែកទៀតបែងចែកទៅលើក្មេងឬក៏ចាស់អញ្ចឹងយើងត្រូវកំណត់ឲ្យច្បាស់យើងជាគ្រូពេទ្យត្រូវកំណត់ថាអាយុប៉ុណ្ណាសម្បូរអីជាងគេក្មេងសម្បូរជាងគេគឺ allergy តែមិនមែនមានណាក្មេងទាំងអស់តើតា allergy តែមាន hurt ទេនេះបងសុំនិយាយរឿងក្មេងចឹងណាកុំតែដល់មនុស្សធំអញ្ចឹងក្រៅពីallergy ជាមូលហេតុចម្បងអ្វីដែលយើងជួបញឹកមែនតើទៅលើកូនក្មេងគឺផ្លូវដង្ហើមដែលមានការឆ្លងរោគហើយអ្វីដែលយើងបារម្ភគឺការឆ្លងរោគដោយពពួកមេរោគផ្ដាសាយមិនថា flu A flu B ឬក៏ពពួក virus មួយចំនួនដែលបង្កឲ្យមានរលាកសួតនិងរលាកតងសួតទៅលើកុមារនោះRSV ក៏ជាមេរោគមួយដែលធ្វើឲ្យក្មេងហ្នឹងអាចនឹងមានហានិភ័យក្នុងការវិវត្តទៅរកជំងឺ hurt អញ្ចឹងណាលើសពីនេះទៅទៀត pollution នេះបានន័យថាបងសំដៅទៅលើនៅក្នុងផ្ទះពួកក្មេងៗគ្នាមិនបានចេញទៅក្រៅផ្ទះទេត្រូវទេអញ្ចឹងនៅក្នុងផ្ទះនឹងមានអីខ្លះការធ្វើម្ហូបការធ្វើអាហារផ្សេងនៅក្នុងផ្ទះជាពិសេសឪពុកម្ដាយដែលពិសាបារីអេឡិចត្រូនិកក្តីបារីដែលជាបារីទូទៅក្តីដែលយើងភាសានៅក្នុងផ្ទះហើយប្រឈមជាមួយនឹងកុមារក្រោម6ឆ្នាំហ្នឹងគាត់មានលទ្ធភាពក្នុងការវិវត្តទៅរកជំងឺ hurt ដូចគ្នាហើយក្មេងដែលគាត់កើតមកអត់គ្រប់ខែក្មេងដែលគាត់កើតមកគីឡូតិចបាទក្មេងដែលគាត់កើតមកគាត់អត់ទទួលបានការបំបៅដោះដោយម្ដាយគាត់ប្រឈមទៅនឹងវិវត្តទៅជាជំងឺ hurt ដូចគ្នាចាហ្នឹងសម្រាប់ក្មេងៗផ្ទុយទៅវិញមនុស្សធំរៀងស្មុគស្មាញជាងក្មេងៗបន្តិចមនុស្សធំhurt បកឡើងដោយ allergy ក៏ជាមូលហេតុចម្បងប៉ុន្តែនៅក្នុងហ្នឹងអ្វីដែលយើងគិតទៅលើមូលហេតុផ្សេងៗនោះគឺexpose បានន័យថាគាត់ភាសាបរិយអត់អេឡិចត្រូនិកឬក៏បរិយទូទៅជុំវិញនៅក្នុងម្លងការងាររបស់គាត់នឹងតើការងាររបស់គាត់នឹងជះឥទ្ធិពលទៅដល់តងសួតរបស់គាត់អត់គាត់ប្រឈមទៅនឹងការទទួលយកនៅសារធាតុដែលជំរុញឲ្យមានការរលាកតងសួតរាប់ខែរាប់ឆ្នាំទៅពួកគាត់វិវត្តទៅជាជំងឺ hurt ផងដែរលើពីនេះការដែលគាត់មានទម្ងន់ធាត់ខ្លាំងអញ្ចឹងណាធាត់ខ្លាំងទាំងអស់គ្នាឃើញថាធាត់ខ្លាំងមានបញ្ហាទៅដល់សុខភាពច្រើនប៉ុន្តែធាត់ខ្លាំងក៏ជាមូលហេតុធ្វើឲ្យមានជំងឺ hurt ដែរអញ្ចឹងណាចាហើយក៏មានជំងឺស្មុគស្មាញជំងឺប្រព័ន្ធភាពស៊ាំមួយចំនួនគឺសុទ្ធតែបង្កឲ្យមានជំងឺ hurt ដែរជាទូទៅជំងឺប្រព័ន្ធភាពស៊ាំយើងមួយចំនួនបើសិនជាគាត់វិវត្តទៅជា hurt គឺស្មុគស្មាញមែនតើគឺពិបាកក្នុងការព្យាបាលចាហើយក៏មានការប៉ះពាល់ទៅនឹងសារធាតុ pollution អីផ្សេងជាច្រើនទៀតដែលបង្កឲ្យមានជំងឺ hurt ចាចុះបើតាក់ទងជាមួយនឹងដែលប្រជាជនយើងគិតថាជាកត្តាដំណោះពូជគាត់ថាគាត់ hurt ដោយសារតែឪពុកម្ដាយជីដូនជីតាគាត់មានអាហ្នឹងយ៉ាងម៉េចដែរអ្នកគ្រូជាតាពិតគឺមានអញ្ចឹងដែលយើងនិយាយអំពីអ្នកជំងឺដែលគាត់មានឪពុកម្ដាយមាន allergy ហើយអ្នកជំងឺដែលគាត់មានឪពុកម្ដាយជាទូទៅគេហៅថា switch atopic ណាបើន័យថា allergy ឪពុកម្ដាយអញ្ចឹងពេលហ្នឹងគឺគាត់មានលទ្ធភាពឧទាហរណ៍ថាគាត់មានឪពុកពីច្រើនឪពុកផ្ដល់តែឲ្យកូនណាច្រើនជាងម្ដាយអញ្ចឹងឪពុកគាត់មាន hurt កូនគាត់អាចមានលទ្ធភាពបើមកចំហៀងមាន hurt កូនគាត់អាចមានលទ្ធភាពនៅចន្លោះពី30ទៅ 50% មាន hurt បាទប៉ុន្តែបើទាំងឪពុកទាំងម្ដាយគាត់អាចខ្ពស់ជាងហ្នឹងអាចលើសពី 50% គាត់មានលទ្ធភាពកាត់ hurt ដូចជាដែរពូនាំ genetic គេហៅថាតំណពូជអញ្ចឹងណាអញ្ចឹងអត់ខុសទេអ្វីដែលប្រជាជនយើងគាត់យល់ដឹងថាវាជាជំងឺបន្តពូជក៏ប៉ុន្តែមិនមែនមានន័យថាគ្រប់កូនទាំងអស់ដែលមានឪពុកម្ដាយមានជំងឺ hurt ហ្នឹងដឹងតែ hurt ទេអត់ទេវាមានឱកាសមួយចំនួនដែរដែលអត់មានកាត់ hurt បាទអញ្ចឹងមានន័យថាមិនមែន100%ទេថាត្រូវតែដំណោះពូជអូខេមានចម្ងល់មួយទៀតដែលប្រជាជនយើងគាត់លើកឡើងថាពេលដែលទៅជួបគ្រូពេទ្យទៅតេស្តផ្លូវដង្ហើមតាមការប្រសាសន៍របស់អ្នកគ្រូមិញហើយឃើញថាគាត់មានជំងឺ hurt តែគាត់ចម្ងល់សួរវិញថា
ពីក្មេងខ្ញុំអត់ហឺតផងហ្នឹងទៅតែមកហឺតឯឥឡូវហ្នឹងអាហ្នឹងជាកត្តាយ៉ាងម៉េចដែរគ្រូ ដូចយើងបានទៅចែកអំពីមូលហេតុបានន័យថាជាការចាប់ផ្ដើមនៅក្នុងដំណាក់កាលកុមារឬក៏វារៀងឡែតបន្តិចវាពន្យាពេលបន្តិចសម្រាប់ការកើតហឺតរបស់គាត់អញ្ចឹងវាតកតងទៅនឹងហឺតនៅវ័យកុមារនិងហឺតជំទង់ឬក៏អ្នកដែលពេញវ័យដោយដែលខ្ញុំបានជំរាបចឹងវាមានកត្តាអាចជាអាឡែស៊ីដែលវានៅសំងំរហូតដល់អាយុណាមួយទៅវាចាប់ផ្ដើមកើតមានអាចជាកត្តានៃគេហៅថាការរស់នៅរបស់គាត់ exposure របស់គាត់ជួបជាមួយនឹងសារធាតុផ្សេងៗដែលធ្វើឲ្យគាត់ហ្នឹងមានវិវត្តទៅជាជំងឺហឺតឬក៏ការងាររបស់គាត់អីជាដើមការឡើងគីឡូលើសគីឡូអីជាដើមឡើងនឹងហើយនឹងមានជំងឺផ្គប់ផ្សំរាងកាយមួយចំនួនទៀតដែលបង្កឲ្យមានជំងឺហឺតហើយក៏ថ្នាំមួយចំនួនក៏អាចបង្កឲ្យទៅជាជំងឺហឺតផងដែរទាំងអស់ហ្នឹងហើយដែលគាត់អត់មានពីក្មេងទេតែដល់ពេលគាត់ធំឡើងបានចាប់ផ្ដើមមានជំងឺនៅក្នុងជំងឺហឺតដែលគ្រូបានបកស្រាយថាមានជាការតេស្តផ្លូវដង្ហើមហើយក្រៅពីការតេស្តផ្លូវដង្ហើមយើងមានជាការថតសួតការ CT scan នេះជាដើមនេះក្នុងករណីខ្ញុំជួបផ្ទាល់ហើយច្រើនករណីមែនទែនដែលគាត់មកជួបយើងហើយគាត់និយាយថាជាខ្ញុំថតសួតអត់ដែលមានបញ្ហាអីទេតែជាគ្រូពេទ្យថាខ្ញុំនឹងមានជំងឺហឺតវិញត្រង់កន្លែងនេះអ្នកគ្រូយល់ថាយ៉ាងម៉េចដែរសំណួរនេះមិនមែនតើលោកក៏វេតែជួបសំណួរនេះគឺថាជួបគ្រប់គ្នាយើងត្រូវបញ្យល់ពួកគាត់ឲ្យបានច្បាស់ថាជំងឺហឺតគឺជាជំងឺរលាកតងសួតរ៉ាំរ៉ៃបាទហើយក្នុងកត្តាជាច្រើនដែលហឺតអាចគ្រប់គ្រងបានជំងឺហឺតនោះមិនបង្កឲ្យមានភាពប្រែប្រួលទៅលើសាច់សួតឬក៏តងសួតក៏ទេអានេះយើងបញ្ជាក់ឲ្យគាត់ច្បាស់ចឹងមកអញ្ចឹងការដែលថតសួតគឺដើម្បីមើលថាតើមានភាពខុសប្រក្រតីណាមួយដែលវាអាចធ្វើឲ្យយើងច្រឡំជាមួយនឹងជំងឺហឺតអញ្ចឹងมันចម្លែកទេដែលនៅពេលដែលគាត់មានជំងឺហឺតយើងថតសួតទៅគឺអត់ឃើញអីទាំងអស់អញ្ចឹងបានន័យថាគាត់នៅក្នុងជំងឺហឺតមួយដែលមិនទាន់មានផលរំខានឬក៏វិវត្តទៅជាគេហៅថា complication ហ្នឹងគឺផលលំបាកនៃជំងឺហឺតរ៉ាំរ៉ៃគឺអត់មានទេហើយក៏មិនមានជំងឺអីផ្សេងៗដែលធ្វើឲ្យយើងច្រឡំជាមួយនឹងជំងឺហឺតដែរអញ្ចឹងការយល់ដឹងរបស់អ្នកជំងឺរបស់យើងដែលថាថតសួតទៅអត់អីចាប្រកាសជាអត់អីទេបើសិនជាក្នុងដំណាក់កាលដែលមិនមានផលរំខានឬក៏មិនមានជំងឺផ្គប់ផ្សំរាងកាយអញ្ចឹងការថតសួតគោលបំណងរបស់គ្រូពេទ្យដើម្បី eliminate បានថាទាត់ចោលនៅផលលំបាកនៃហឺតពិបាកក្នុងការព្យាបាលនិងទាត់ចោលជំងឺដែលយើងច្រឡំជាមួយនឹងជំងឺហឺតមួយចំនួនបាទអញ្ចឹងត្រូវតែថាថតសួតអត់អីគឺអូខេប៉ុន្តែអ្នកដែលអាចកំណត់ថាគាត់មានជំងឺហឺតបានដោយដែលយើងបានជជែកគ្នាពីមុនរោគសញ្ញារបស់គាត់ពេលវេលានៃការធ្វើទុករបស់គាត់និងការធ្វើតេស្តផ្លូវដង្ហើមដែលយើងហៅថា spirometry ឬក៏ lung function test ហ្នឹងគឺជាអ្នកអាចកំណត់ឲ្យយើងដឹងថាអ្នកជំងឺគឺគាត់ពិតជាមានជំងឺហឺតមែនបាទចា៎បើយើងនិយាយអំពីកត្តាជំរុញអ្នកគ្រូបានមានប្រសាសន៍ពីលើមកថាមានច្រើនហើយអាចខុសគ្នាពីម្នាក់ទៅម្នាក់ចុះបើសួរតើទៅមួយចំណីអាហារវិញអ្នកជំងឺហឺតគាត់នឹងមានចម្ងល់វិញថាតើគាត់ហូបអីបានគាត់ហូបអីមិនបានហើយអ្នកជំងឺហឺតមួយចំនួនគាត់យល់ថាដោយសារតែគាត់ហឺតធ្វើឲ្យគាត់ហត់អញ្ចឹងធ្វើឲ្យគាត់មិនអាចទៅលេងកីឡាឬក៏ធ្វើការធ្ងន់បានទេតើត្រង់កន្លែងនេះអ្នកគ្រូយល់ថាយ៉ាងម៉េចដែរហើយនឹងមានអីចង់ចែករំលែកកាន់ពួកគាត់ការញ៉ាំអាហារវាអាស្រ័យទៅលើគាត់អាឡែស៊ីជាមួយអាហារហ្នឹងអត់ណាព្រោះយើងបាននិយាយគ្នាថាការអាឡែស៊ីគឺជាបញ្ហាដែលអាចបង្កឲ្យគាត់នឹងមានបញ្ហាហឺតដែលអាចបង្កអញ្ចឹងបើសិនជាគាត់តាំងពីដើមមកគាត់មានអាឡែស៊ីជាមួយអាហារណាមួយក៏មិនគួរញ៉ាំវាទេពីព្រោះវានឹងធ្វើឲ្យបញ្ហាអាឡែស៊ីនឹងរើឡើងហើយក៏អាចធ្វើឲ្យគាត់មានហឺតនឹងរើឡើងដូចគ្នាដែរប៉ុន្តែបើពីដើមមកគាត់ប្រសាបានគ្រប់មុខគាត់អត់មានអាឡែស៊ីជាមួយចំណីអាហារទេអត់មានហេតុផលអីដែលគាត់ថាអូខ្ញុំត្រូវតែតមគ្រឿងសមុទ្រខ្ញុំត្រូវតែតមនេះតមនោះបើគាត់អត់មានអាឡែស៊ីផងហ្នឹងគាត់តមគឺអត់មានប្រយោជន៍អីសម្រាប់ក្នុងការគ្រប់គ្រងទៅលើជំងឺហឺតគាត់ទេអញ្ចឹងគាត់ប្រសាបានគ្រប់ប៉ុន្តែបើសិនជាគាត់អាឡែស៊ីជាមួយរបស់ហ្នឹងចំណីអាហារមួយហ្នឹងដែលយើងជាទូទៅយើងឃើញថាគ្រឿងសមុទ្រគឺភាគច្រើនអញ្ចឹងណាឬក៏ទឹកដោះគោឬក៏ស៊ុតឬក៏អីផ្សេងៗហ្នឹងគាត់កុំប្រសាតែប៉ុណ្្នឹងទៅបានហើយតាក់ទងទៅនឹងកីឡាមិនមានន័យថាអ្នកជំងឺហឺតគឺគាត់អត់អាចមានលទ្ធភាពនៅក្នុងការធ្វើកីឡាអត់បានទេមិនមានន័យអញ្ចឹងទេបានន័យថាវាអាស្រ័យថា
អ្នកខ្លះគឺគេហៅថា hurt ដែលបកកឡើងដោយការធ្វើកីឡាអាហ្នឹងមានរឿងផ្សេងមួយទៀតអញ្ចឹងណាហើយមួយទៀតគឺនៅពេលណាដែលអ្នកជំងឺគាត់មាន hurt គាត់អត់ដឹងខ្លួនគាត់បានទទួលការព្យាបាលត្រឹមត្រូវអញ្ចឹងបានន័យថាតងសួតរបស់គាត់នៅតែមានការរលាកជាប្រចាំអញ្ចឹងគាត់ទៅធ្វើកីឡាវាហាក់ដូចជាជំរុញឲ្យគាត់នឹងរើនៅជំងឺ hurt របស់គាត់អញ្ចឹងយើងត្រូវសួរថាតើគាត់ជាប្រភេទជំងឺបែបណាជាអ្នកជំងឺដែលមិនទាន់ទទួលបានការព្យាបាល hurt ដែលបានត្រឹមត្រូវឬក៏អ្នកជំងឺដែលគាត់មានការរើបានន័យថា hurt ដោយសារតែ excessive គាត់នៅតែធ្វើបានកីឡាទាំងអស់តែគាត់ថាជួបប្រឹក្សាជាមួយគ្រូពេទ្យបានន័យថាបើក្នុងករណីដែលគាត់មិនបានព្យាបាល hurt ទេអត់គាត់ព្យាបាលនៅពេលដែលគាត់គ្រប់គ្រងនៅបញ្ហា hurt របស់គាត់បានជោគជ័យហើយគាត់លេងកីឡាបានបាទហើយសម្រាប់អ្នកជំងឺដែលគាត់មាន hurt ដែលបង្កឡើងដោយការធ្វើ excessive ខ្លាំងពេកនោះក៏គ្រូពេទ្យយើងមានរបៀបនៅក្នុងការព្យាបាលឲ្យគាត់មាននៅតែមានលទ្ធភាពក្នុងការធ្វើ excessive ឬក៏កីឡាបានគ្រប់ប្រភេទតែគាត់ណាក្រោមការព្យាបាលរបស់គ្រូពេទ្យបាទបើនិយាយពីកត្តាចំណីអាហារឬក៏កត្តាអីផ្សេងអាហ្នឹងយើងអាចកាត់បន្ថយបានតែសំណួរមួយទៀតកត្តាជំរុញរបស់គាត់គឺដោយសារតែការប្រែប្រួលអាកាសធាតុត្រជាក់ពេកក្តៅពេកចឹងនៅក្នុងអំឡុងពេលហ្នឹងគាត់ធ្វើម៉េចបើវាជាធម្មជាតិទៅហើយពិបាកដូចលោកគ្រូលើកឡើងយើងមិនអាចហាមឃាត់ធម្មជាតិបានបាទអញ្ចឹងយើងត្រូវតែត្រៀមយើងត្រូវដឹងថាហ្នឹងក៏ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងជំងឺ hurt របស់គាត់ដែរនៅពេលណាដែលគាត់ងាយក្នុងការឆ្លើយតបអាកាសធាតុណាបានន័យថាក្តៅពេកត្រជាក់ពេកសម្រាប់គាត់រើអញ្ចឹងក្នុងហ្នឹងមានមួយភាគបានន័យថាជំងឺគាត់អត់បានទទួលការព្យាបាលត្រឹមត្រូវអញ្ចឹងបានន័យថាឲ្យតែភ្ញូចបន្តិចគឺគាត់រើហើយអញ្ចឹងក្នុងករណីហ្នឹងយើងជំរុញឲ្យអ្នកជំងឺរបស់យើងទទួលការព្យាបាលឲ្យបានត្រឹមត្រូវដើម្បីគ្រប់គ្រងនៅការរលាកនិងគ្រប់គ្រងនៅសញ្ញារបស់គាត់ឲ្យបានត្រឹមត្រូវក្នុងករណីដែលគាត់គ្រប់គ្រងត្រឹមត្រូវហើយល្អហើយប៉ុន្តែខ្លួនរបស់គាត់ហ្នឹងគឺឆ្លើយតបលឿនតែម្ដងគឺគ្មានអីក្រៅពីការការពារទេបានន័យថារដូវត្រជាក់ចុះមកគឺគាត់ត្រូវទៅត្រៀមអាចមានត្រៀមថ្នាំបន្ថែមពីលើថ្នាំដែលគាត់មានជាប្រចាំបានន័យថាគេហៅថាត្រៀមថ្នាំក្នុងការសង្គ្រោះអញ្ចឹងគាត់ដឹងយើងត្រូវធ្វើការណែនាំឬក៏បង្រៀនគេហៅថា plan រៀបចំផែនការសម្រាប់អ្នកជំងឺ hurt ហ្នឹងបានន័យថានៅពេលដែលគាត់ដឹងរដូវត្រជាក់ឲ្យតែរដូវត្រជាក់គាត់ចុះត្រជាក់គាត់ចុះខ្លាំងគាត់ធ្វើទុកអញ្ចឹងយើងត្រូវមានផែនការថាបើសិនត្រជាក់កម្រិតនេះអ្នកជំងឺអាចត្រូវប្រើថ្នាំប៉ុណ្ណេះបើសិនជាធ្វើទុកដល់កម្រិតនេះអ្នកជំងឺអាចប្រើថ្នាំថែមប៉ុណ្ណេះគឺយើងមាន plan ឲ្យគាត់ឲ្យបញ្យល់ឲ្យគាត់ដឹងហើយបើក្នុងកម្រិតដែលគាត់ប្រើនៅក្នុងកម្រិតណាមួយដែលយើងកំណត់ឲ្យគាត់ហ្នឹងมันអាចគ្រប់គ្រងនៅសញ្ញារបស់គាត់បានគាត់ត្រូវតែអញ្ជើញមកជួបគ្រូពេទ្យដើម្បីឲ្យគ្រូពេទ្យបន្ថែមទៅលើការព្យាបាលឲ្យស៊ីជម្រៅជាងនឹងទៀតអញ្ចឹងអ្វីដែលសំខាន់គឺការការពារនិងរៀបចំផែនការជូនអ្នកជំងឺរបស់យើងបាទហើយខ្ញុំជឿជាក់ថាបើសិនជាអ្នកជំងឺមួយចំនួនធំឥឡូវហ្នឹងគឺគាត់យល់អំពីផែនការនឹងច្បាស់ហ្នឹងចឹងគាត់ត្រៀមខ្លួនគាត់រួចហើយថ្នាំជួយថ្នាំជំនួយផ្សេងៗគឺមាននៅក្នុងផ្ទះគាត់ស្រាប់បាទអូខេតើតងជាមួយនឹងសំណួរមួយដែលយើងនិយាយថាអ្នកជំងឺ hurt ផ្ទាល់តែម្ដងគាត់តែងតែសួរមកលើគ្រូពេទ្យបើខ្ញុំក៏ជួបច្រើនដែរចូលដល់កន្លែងហ្នឹងតើឲ្យពិតប្រាកដទៅ hurt ហ្នឹងជាដែរឬទេបើនិយាយពីបច្ចេកទេសវិទ្យាសាស្ត្រតែម្ដងhurt អត់ជាទេតែគ្រាន់តែយើងអាចមានលទ្ធភាពនៅក្នុងការគ្រប់គ្រងវាបានពាក្យថាគ្រប់គ្រងហ្នឹងគឺបានន័យថាអ្នកជំងឺមួយចំនួនក្រោយពីការព្យាបាលគាត់អាចនឹងផ្ដាច់ការព្យាបាលហើយរោគសញ្ញារបស់គាត់នឹងអាចនឹងមិនមានទៀតក្នុងរយៈពេលយូរណាមួយអាចរាប់ខែរាប់ឆ្នាំហើយអ្នកខ្លះអាចពេញមួយជីវិតក៏អត់មានដែរអញ្ចឹងវាអាស្រ័យទៅលើការផ្លាស់ប្ដូរទៅលើទម្លាប់នៃការរស់នៅរបស់គាត់អញ្ចឹងបងលើកអំពីបញ្ហាកុមារចាស់មុនដំបូងគឺកុមារក្រោម6ឆ្នាំបាទនៅពេលដែលគាត់មាន hurt នៅក្នុងចន្លោះ6ឆ្នាំហ្នឹងណាក្រោម6ឆ្នាំហ្នឹងអញ្ចឹងនៅពេលដែលគាត់វ័យធំតិចទៅ hurt ហ្នឹងអាចគ្រប់គ្រងបានគឺមិនចាំបាច់ឲ្យកុមារគាត់ប្រើថ្នាំទេហើយក៏មិនមានសញ្ញាផ្សេងកើតឡើងសម្រាប់កុមារដែរប៉ុន្តែនៅពេលដែលកុមារគាត់ឈានទៅដល់វ័យពេញវ័យណាមួយជាពិសេសនារីស្ត្រីនៅពេលដែលមានការបម្រែបម្រួលអរម៉ូនអីផ្សេងឬក៏កត្តាជីវិតរបស់គាត់ stress ពេកការងាររបស់គាត់អីផ្សេងអញ្ចឹងគាត់ក៏អាចរើទៅលើជំងឺហើយគាត់ឡើងវិញដែរក្រោយពីការព្យាបាលក៏គាត់មានលទ្ធភាពនៅក្នុងការគ្រប់គ្រងទៅលើបញ្ហា hurt គាត់ផងដែរហើយក្នុងករណីដែលអ្នកជំងឺដែលវ័យជំទង់យើងគាត់ដឹងថាគាត់ប៉ះបញ្ហានេះគាត់នឹងមាន hurt ប៉ះallergy មួយនេះ allergen មួយនេះប្រភេទមួយនេះគាត់នឹងមាន hurt អញ្ចឹងគាត់ត្រូវជៀសវាងពីវាអញ្ចឹងការដែលជៀសវាងពីអ្វីដែលបង្កឲ្យគាត់រើរបស់គាត់ឡើងវិញបានល្អគាត់អត់មានការរើនៅជំងឺ hurt នឹងឡើងវិញទេអញ្ចឹងវាអាស្រ័យថាតើ
អ្នកជំងឺម្នាក់ៗគាត់បានដឹងខ្លួនទេគាត់មានការរៀបចំនៅផែនការដើម្បីទប់ទល់ទៅនឹងការប៉ះពាល់ទៅលើសារធាតុផ្សេងៗដែលបង្កឲ្យគាត់មាន hurt ដែរឬទេអាហ្នឹងនៅក្នុងលក្ខខណ្ឌដែល hurt ជាច្រើនដែលយើងជួបក៏ប៉ុន្តែមាន hurt ស្មុគស្មាញមួយចំនួនដែលខ្ញុំបានជំរាបថា step 5គេហ្នឹងណាគឺជា hurt ដែលស្មុគស្មាញមានកម្រិត allergy ស្មុគស្មាញខ្ពស់នឹងអាចមានបញ្ហាសុខភាពរាងកាយផ្សេងៗគូផ្សំនោះhurt ប្រភេទនេះគឺពិបាកនៅក្នុងការព្យាបាលមែនទែនហើយបើនិយាយពីអំពីការគ្រប់គ្រងវិញគឺពិតជាពិបាកក្នុងការគ្រប់គ្រងអាចនឹងឈានទៅដល់ការប្រើប្រាស់ថ្នាំជាច្រើនសម្រាប់ជួយសង្គ្រោះអ្នកជំងឺហើយអ្នកជំងឺទៀតសោតមានលទ្ធភាពក្នុងការវិវត្តទៅជាផលរំខានឬក៏មានជាសំណល់ផ្សេងៗនៅក្នុងសួតគាត់នឹងក៏ខ្ពស់ដែរតែកុំតន់អភ័យព្រោះអាកម្រិតទី5ហ្នឹងអត់សូវសម្បូរទេអត់សូវមានទេប៉ុន្តែបើមានគឺគ្រូពេទ្យក៏ពិបាកអ្នកជំងឺក៏ពិបាកចាពីព្រោះការព្យាបាលគឺស្មុគស្មាញហើយទាមទារការតាមដាននិងការចំណាយខ្ពស់មែនទែនតើតើជាមួយនឹងការព្យាបាលអ្នកគ្រូមានប្រសាសន៍ខ្ញុំចាប់បានពាក្យមួយព្យាបាលហើយនឹងគ្រប់គ្រងហើយចុះបើយើងនិយាយជាន័យរួមហ្មងអ្នកជំងឺគាត់សួរមានថាចុះឥឡូវខ្ញុំមានហឺតហើយ confirm ថាពិតជាមានហឺតហើយតើគួរតែត្រូវធ្វើដូចម្តេចចាជួបគ្រូពេទ្យដំបូងបាទជួបគ្រូពេទ្យពីព្រោះនៅពេលដែលអ្នកជំងឺគាត់ដឹងថាគាត់ហឺតតើដឹងថាហឺតគាត់នឹងមូលហេតុមកពីអីបាទអត់ដឹងថាតើកត្តាអីខ្លះដែលគាត់ត្រូវជៀសវាងអត់ដឹងថាតើគាត់រៀបចំផែនការនៅក្នុងការគ្រប់គ្រងរបស់គាត់ក្នុងកម្រិតណាតើគាត់ត្រូវគាត់ត្រូវប្រើប្រាស់ថ្នាំសម្រាប់សង្គ្រោះរបស់គាត់នឹងនៅក្នុងកម្រិតណាអញ្ចឹងវាប្រែប្រួលទៅតាមបុគ្គលម្នាក់ប្រភេទជំងឺមួយអញ្ចឹងអ្នកជំងឺចាំបាច់ណាស់នៅពេលដែលដឹងថាខ្លួនឯងកើតហឺតគឺត្រូវតែជួបគ្រូពេទ្យដើម្បីរៀបចំផែនការមួយគ្រូពេទ្យពីព្រោះมันអាចនិយាយថាផែនការមួយហ្នឹងត្រូវគ្រប់ជាមួយនឹងអ្នកជំងឺហឺតទាំងអស់ទេដូចយើងក៏បានរៀបរាប់ចឹងថាវាមកពីមូលហេតុច្រើនដូច្នេះបើសិនជាយើងមានហឺតលើកទឹកចិត្តឲ្យជួបជាមួយគ្រូពេទ្យឯកទេសជជែកគ្នាហើយពេលហ្នឹងគ្រូពេទ្យឯកទេសគឺគាត់នឹងរៀបចំផែនការជូនទៅដល់អ្នកជំងឺរបស់យើងម្នាក់ៗទៅតាមប្រភេទនៃជំងឺហឺតអញ្ចឹងពេលហ្នឹងគឺគាត់អនុវត្តជាផែនការផ្ទាល់ខ្លួនរបស់គាត់ហើយអ្នកជំងឺផ្សេងទៀតគាត់មានផែនការផ្ទាល់ខ្លួនរបស់គាត់មួយទៀតដើម្បីគ្រប់គ្រងហឺតអញ្ចឹងតើតើជួបគ្រូពេទ្យឯកទេសសិនរៀបចំផែនការសម្រាប់គ្រប់គ្រងនិងអ្នកព្យាបាលនិងគ្រប់គ្រងហឺតរបស់គាត់នឹងជាមួយនឹងគ្រូពេទ្យឯកទេសផ្ទាល់បាទបើនិយាយពីប្រជាជនយើងគាត់ស្គាល់ច្បាស់មែនទែនតើតើមួយ spray បាញ់ហឺតគាត់ហៅថា spray ហឺតយ៉ាងសល់ដូចតំណហ្នឹងតើតើកន្លែងហ្នឹងគ្រប់តែជំងឺទាំងអស់ត្រូវតែប្រើតែ spray ហ្នឹងឬក៏យ៉ាងម៉េចដែរអ្នកគ្រូមិនអញ្ចឹងទេព្រោះយើងសម្រាប់ខ្ញុំជាគ្រូពេទ្យណាក៏ខ្ញុំធ្លាប់ឃើញថាអ្នកជំងឺយើងពីច្រើនគាត់ថាគាត់ប្រើហ្នឹងគាត់ប្រើហ្នឹងគេឲ្យគាត់ប្រើហ្នឹងនៅពេលដែលគាត់ហត់គាត់អីចឹងទៅប៉ុន្តែអត់ធូរសោះអញ្ចឹងកលេសទៅវិញយើងនិយាយអំពីជំងឺហឺតគឺគេមានថ្នាំពីរប្រភេទបានន័យថាថ្នាំសម្រាប់សង្គ្រោះនិងថ្នាំសម្រាប់ព្យាបាលអញ្ចឹងនៅក្នុង spray ដែលប្រជាជនយើងគាត់ចំណាំហ្មងគាត់ចំណាំទាំងពណ៌ទៀតគាត់ថាខ្ញុំបាញ់អា spray ពណ៌ខៀវគេច្រើនគឺគាត់និយាយថាពណ៌ខៀវក៏អត់ចាំឈ្មោះថ្នាំនឹងអីទេតែយើងជាគ្រូពេទ្យយើងដឹងថាប្រភេទ spray បែបណាអញ្ចឹង spray ពណ៌ខៀវដែលគាត់ប្រើប្រាស់ហ្នឹងណាគឺជាប្រភេទថ្នាំសង្គ្រោះមិនមែនព្យាបាលទេនេះបងសូមបញ្ជាក់ឲ្យច្បាស់នៅក្នុងនេះគាត់ប្រើថ្នាំ spray នេះទៅគាត់គ្រាន់តែអាចជួយគាត់នៅក្នុងរយៈពេលខ្លីណាមួយអញ្ចឹងនៅពេលណាដែលគាត់ប្រើហើយអស់ជាថ្នាំនឹងគាត់ធ្វើទុកអស់ជាថ្នាំនឹងគាត់ធ្វើទុកច្បាស់ណាស់ថាអ្នកជំងឺគឺកំពុងតែមានការរើឡើងនៃជំងឺហឺតរបស់គាត់នឹងឯងអញ្ចឹងអ្វីដែលចាំបាច់សម្រាប់អ្នកជំងឺមិនគួរបន្តការប្រើប្រាស់ថ្នាំនឹងទេគឺត្រូវតែជួបជាមួយនឹងគ្រូពេទ្យឯកទេសដើម្បីឲ្យគេមើលថាតើអ្នកជំងឺប្រភេទហ្នឹងគាត់ត្រូវការ spray នៃការព្យាបាលហ្នឹងកម្រិតឬក៏ប្រភេទបែបណាពីព្រោះការដែលប្រើថ្នាំសង្គ្រោះដែលយើងហៅថា spray ពណ៌ខៀវហ្នឹងយូរពេកច្រើនដងពេកវាមិនត្រឹមតែមិនបានជួយព្យាបាលជំងឺហឺតគាត់ទេក៏ប៉ុន្តែវានឹងផ្ដល់ផលរំខានមួយចំនួនទៅដល់អ្នកជំងឺផងដែរហើយលើសពីនេះទៅទៀតវាអាចនឹងជាកត្តាមួយដែលជំរុញឲ្យហឺតរបស់គាត់វិវត្តទៅជាធ្ងន់ហត់ដង្ហក់ឬក៏អ្នកខ្លះអាចឈានទៅដល់ការចូលនៅសម្រាប់ពេទ្យទៀតដោយសារតែការរើហឺតរបស់គាត់នឹងដូច្នេះជាសរុបមកការប្រើប្រាស់ថ្នាំ spray ពណ៌ខៀវដែលយើងតគ្នាដែលប្រជាជនយើងគាត់ប្រើដោយមិនមានការប្រឹក្សាជាមួយគ្រូពេទ្យហ្នឹងគឺអាចប្រើបាននៅក្នុងកម្រិតដែលតិចហើយខ្លីបើសិនជាមិនមានការឆ្លើយតបសូមលើកទឹកចិត្តឲ្យប្រជាជនយើងឬក៏អ្នកដែលគាត់មានវិបត្តិនឹងផ្ទាល់ត្រូវតែជួបពិភាក្សាជាមួយគ្រូពេទ្យឯកទេសដើម្បីទទួលបានការព្យាបាលយ៉ាងពិតប្រាកដបាទបើបកត្រឡប់ទៅអតីតកាលវិញកាលពីខ្ញុំនៅក្មេងៗខ្ញុំគាត់សម្គាល់ឃើញមនុស្សចាស់គាត់ច្រើនទៅនិយាយថាចេះហឺតឯង
link កាឡាតយកមកបុកឆុងទឹកឬក៏មានតកែឬក៏មានជីងចក់ទៀតហើយមកដល់បច្ចុប្បន្នខ្ញុំនៅតែជួបអ្នកជំងឺគាត់ថាគាត់ធ្វើយ៉ាងណាប៉ុន្តែដូចជាមិនធូរស្បើយសោះកន្លែងនេះអ្នកគ្រូយល់ថាយ៉ាងម៉េចដែរតែទៅនឹងការព្យាបាលបែបបុរាណពីមុនមកខ្ញុំកាលហ្នឹងក៏ខ្ញុំឮដែរប៉ុន្តែខ្ញុំក៏រកមូលហេតុថាចាស់ពីបុរាណគាត់មានអំណាចអីព្រោះយើងជាក្មេងជាអ្នកជំនាន់ថ្មីដែលជាអ្នកវិទ្យាសាស្ត្រយើងចូលចិត្តផ្អែកទៅលើវិទ្យាសាស្ត្រអញ្ចឹងណាតែនៅពេលដែលអ្វីដែលជាវិធីសាស្ត្របុរាណហើយគាត់អត់មានអំណាចបងក៏អត់បកស្រាយអីចេញដែរប៉ុន្តែខ្ញុំគិតថាគាត់ប្រហែលជាយល់ច្រឡំថាពីព្រោះកឡាតគឺជាសត្វចង្រៃមួយដែលបង្កឲ្យមានអាឡែស៊ីផងដែរនៅក្នុង herd យើងគឺក្មេងៗមួយចំនួនឬក៏មនុស្សធំមួយចំនួនធំគឺអាឡែស៊ីជាមួយនឹងអាលំអងនៅលើរោមរបស់កឡាតហ្នឹងដែលធ្វើឲ្យគាត់នឹងមានជំងឺ herd ខ្ញុំគិតថាប្រហែលជាគាត់គិតថាហ្នឹងបង្កឲ្យមានជំងឺ herd អញ្ចឹងយើងធ្វើអញ្ចឹងទៅប្រហែលជាអាចគេហៅពឹសក្រាបពឹសហ្នឹងយើងអត់ដឹងណាប៉ុន្តែជាក់ស្ដែងគឺมันមានអញ្ចឹងទេនៅពេលដែលយើងលីងកឡាតយើងនិយាយអំពីបែបវិទ្យាសាស្ត្រយើងលីងកឡាតឲ្យវាងាប់សារធាតុទាំងអស់ហ្នឹងក៏វាអត់មានអីទៀតដែរអញ្ចឹងទោះបីជាគាត់យកទៅប្រសាយកទៅអីក៏អត់មានឥទ្ធិពលអីទៅព្យាបាលជំងឺ herd គាត់បានដែរអ្វីដែលត្រូវការឲ្យគាត់ធ្វើពិតប្រាកដនោះគឺត្រូវតែទៅចែកជាមួយគ្រូពេទ្យឲ្យច្បាស់តើគាត់មានជំងឺ herd ប្រភេទបែបណា allergy ឬក៏អត់ព្យាបាលបែបណាអានោះបានជាការត្រឹមត្រូវពិតប្រាកដបាទបើយើងបកទៅកាន់ herd យើងទៅជែកគ្នាថាអាចជាកត្តាដំណពូជមួយធ្វើឲ្យអ្នកជំងឺ herd ដែលជាភេទស្រីគាត់បារម្ភថាតើគាត់អាចមានកូនបានឬទេហើយបើក្នុងអំឡុងពេលដែលគាត់មានកូនតើគាត់គួរតែធ្វើបែបណាដែរចាមាននិយាយពីរឿងស្ត្រីមានជំងឺ herd ម្យ៉ាងណាគឺគេហៅថា herd ក្នុងអំឡុងពេលមានផ្ទៃពោះបាទអញ្ចឹងនៅពេលដែលគាត់មានផ្ទៃពោះគឺគាត់មានជំងឺ herd ហ្នឹងហ្មងតែដោយសារកត្តាប្រែប្រួលអរម៉ូនប៉ុន្តែបើសិនជាគាត់មាន herd ពីមុនមកសួរថាគាត់មានលទ្ធភាពនៅក្នុងការយកកូនបានអត់បញ្ហាគ្រាន់តែថាយើងមើលថាតើគាត់ជាប្រភេទជំងឺ herd បែបណាគ្រប់គ្រងបានឬក៏មិនគ្រប់គ្រងបានទោះជាក្នុងកម្រិតណាក៏ដោយស្ត្រីនៅតែមានលទ្ធភាពនៅក្នុងការមានផ្ទៃពោះដូចគេដូចឯងពីព្រោះថ្នាំដែលយើងប្រើទៅលើស្ត្រីម្លងពេលមានផ្ទៃពោះណាគឺមានសុវត្ថិភាពសម្រាប់ទាំងស្ត្រីសម្រាប់ទាំងកូនដែលនៅក្នុងផ្ទៃរបស់ពួកគាត់ប៉ុន្តែការដែលគាត់មានជំងឺ herd ហើយគាត់មានផ្ទៃពោះគាត់ប្រឈប់ការព្យាបាលដែលទុកឲ្យជំងឺ herd របស់គាត់រើជាប្រចាំហើយអត់ហ៊ានទទួលការព្យាបាលនោះបានគេហៅថាកំហុសពិតប្រាកដពីព្រោះនៅពេលដែលគាត់ហត់គាត់ធ្វើទុកអុកស៊ីហ្សែននិងកាយរបស់គាត់ទៅណាប្រព័ន្ធការពារផ្សេងនៅក្នុងខ្លួនរបស់គាត់ហ្នឹងគឺរងនៅការគេហៅថាដាក់គំនាបឬក៏រឿង herd របស់គាត់ហ្នឹងធ្វើឲ្យទ្រុឌទ្រោមអញ្ចឹងកូនដែលនៅក្នុងផ្ទៃក៏គាត់អាចនឹងប្រឈមដែរប៉ុន្តែបើសិនជាគាត់ដឹងគាត់មានផ្ទៃពោះគាត់ជួបគ្រូពេទ្យឯកទេសគាត់ទទួលបានការព្យាបាលមួយដែលសុវត្ថិភាពទាំងគាត់ទាំងកូនអាហ្នឹងគឺជាអ្វីដែលស្ត្រីមានផ្ទៃពោះនិងស្ត្រីដែលត្រៀមមានផ្ទៃពោះហើយគាត់មានជំងឺ herd ហ្នឹងគឺត្រូវតែធ្វើបាទជាចុងក្រោយគឺគាត់មានលទ្ធភាពក្នុងការមានកូនដោយសុវត្ថិភាពទោះគាត់មានជំងឺ herd ក្នុងកម្រិតណាក៏ដោយតែត្រូវជួបមួយគ្រូពេទ្យដើម្បីតាមដានស្ថានភាពគាត់នឹងឲ្យបានគ្រប់គ្រងនៅសញ្ញានៃជំងឺ herd របស់គាត់នឹងឲ្យបានល្អនៅក្នុងពេលមានផ្ទៃពោះបាទតើតើជាមួយនឹងការព្យាបាលរោគវិនិច្ឆ័យការគ្រប់គ្រង herd ផ្សេងយើងដឹងអស់ហើយចុះតើតើជាមួយនឹងការការពារវិញបើសិនជាគាត់មាន herd ហើយឥឡូវនេះអំឡុងពេលដែលគាត់មិនធ្វើទុកអីទេតើគាត់គួរតែមានវិធីនៃការការពារឬក៏បែបណាដែរការពារសំខាន់បាទទី1គាត់ allergy ឬក៏អត់ allergy មួយអីគេបាទ allergy មួយអីការពារមួយហ្នឹងកុំឲ្យប៉ះវាអូខេទៅលើមនុស្សធំកត្តាដែលធ្វើឲ្យគាត់កាត់ជំងឺ herd ហត់ពេកវាចុះគីឡូបាទការងាររបស់គាត់ប៉ះពាល់ជាមួយនឹងសារធាតុដែលគាត់ធ្វើការរាល់ថ្ងៃគាត់ allergy ជាបុគ្គលអ្នកផ្សេងអត់អីតែគាត់ allergy មួយសារធាតុហ្នឹងអញ្ចឹងបើគាត់ដឹងថាគាត់ allergy ជាមួយហ្នឹងគាត់ធ្វើការជាមួយហ្នឹងយូរឆ្នាំឲ្យគាត់មានជំងឺ herd ឈប់ធ្វើហ្នឹងទៅធ្វើអីផ្សេងអញ្ចឹងណាចាបើគាត់នៅតែរឹងតឹងអាចត្រូវជួបគ្រូពេទ្យញឹកតិចអញ្ចឹងអាហ្នឹងគឺជាការការពារអាកាសធាតុពិបាកបន្តិចក្នុងការការពារណាតកតងទៅនឹងការការពារដែលចម្បងមួយទៀតគឺការចម្លងរោគជំងឺ herd គឺគេបារម្ភដែលមូលហេតុមិនថាក្មេងមិនថាចាស់ទេតែធ្វើឲ្យរើ herd ហ្នឹងគឺការមានការឆ្លងរោគទៅតាមផ្លូវដង្ហើមរបស់គាត់ជាពិសេសពពួកដាសាយពពួក
flu A flu B ឬក៏មេរោគបាក់តេរីមួយចំនួនដែលបង្កឲ្យមានការរលាកសួតនិងរលាកតង់សួតហ្នឹងធ្វើម៉េចកុំឲ្យអ្នកជំងឺហឺតយើងទាំងអស់ហ្នឹងជួបពីញឹកពេកតែពេលដែលគាត់ជួបញឹកពេកអាការរើហឺតរបស់គាត់ហ្នឹងក៏ញឹកដែរហើយតែពេលណាដែលការរើហឺតរបស់គាត់ញឹកអាការវិវត្តទៅរកភាពពិបាកក្នុងការព្យាបាលហ្នឹងក៏វាច្រើនដែរអញ្ចឹងណាចាអញ្ចឹងការដែលយើងធ្វើម៉េចគ្រប់គ្រងការឆ្លងញឹកពេកហ្នឹងយើងការពារពាក់ម៉ាស់ពាក់អីអញ្ចឹងទៅណាហើយចំណីអាហាររបស់យើងប្រព័ន្ធភាពស៊ាំរបស់យើងធ្វើម៉េចឲ្យខ្លាំងអញ្ចឹងណាហ្នឹងហើយហើយអ្វីដែលសំខាន់ហ្នឹងគឺយើងដឹងហើយការការពារជំងឺមួយចំនួនយើងអាចការពារបានតាមរយៈការចាក់វ៉ាក់សាំងសម្រាប់មនុស្សធំវ៉ាក់សាំងផ្ដាសាយវ៉ាក់សាំងកូវីដវ៉ាក់សាំងអីក៏ដោយឲ្យតែការពារសួតចាក់ទៅដើម្បីធ្វើម៉េចកុំឲ្យយើងមានជំងឺផ្លូវដង្ហើមនឹងញឹកពេកចាហើយសម្រាប់កូនក្មេងក៏ដូចគ្នាដែរវីរុសទាំងអស់ឲ្យតែមានវ៉ាក់សាំងសម្រាប់ចាក់ការពារគាត់យើងចាក់ទៅដើម្បីការពារគាត់ពីព្រោះយើងដឹងថាកូនក្មេងយើងត្រូវដឹងថាវីរុសផ្ដាសាយវីរុសមួយចំនួនដែលធ្វើឲ្យបង្កឲ្យមានការរលាកតង់សួតរបស់គាត់ហ្នឹងហើយនឹង OSPA ជាដើមសុទ្ធតែជាមូលហេតុដែលធ្វើឲ្យគាត់នឹងងាយក្នុងការកើតជំងឺហឺតឬក៏រើជំងឺហឺតអញ្ចឹងការការពារគឺការចាក់វ៉ាក់សាំងហ្នឹងបាទអូខេការបកស្រាយរបស់អ្នកគ្រូយ៉ាងក្បោះក្បាយមែនទែនទាក់ទងពីជំងឺហឺតខ្ញុំគិតថាប្រជាជនរបស់យើងនឹងចាប់ផ្ដើមយល់ដឹងហើយនឹងកាន់តែស៊ីជម្រៅហើយយើងចង់បញ្ជាក់ថានៅប្រទេសកម្ពុជាយើងក៏មានវិជ្ជបណ្ឌិតឯកទេសជាច្រើនដែលអាចគ្រប់គ្រងនិងព្យាបាលហឺតបានដែរហើយជាចុងក្រោយសូមឲ្យអ្នកគ្រូមានចំណាប់អារម្មណ៍បន្តិចទាក់ទងជាមួយនឹងកម្មវិធីហើយនឹងទៅកាន់ប្រជាជនរបស់យើងចាជាចុងក្រោយគឺពិតជាអរគុណដល់លោកគ្រូមែនតើដែលថ្ងៃនេះបានឲ្យខ្ញុំមកដើម្បីចែករំលែកព័ត៌មានដែលសាមញ្ញហើយមានអត្ថប្រយោជន៍ជូនទៅដល់ប្រជាជនយើងហើយអ្វីដែលជាការផ្ដាំផ្ញើជូនទៅដល់ទស្សនិកជនដែលកំពុងតែតាមដាននេះគឺសូមឲ្យព្យាយាមស្វែងរកនិងទទួលយកនៅការប្រឹក្សាមួយដែលត្រឹមត្រូវច្បាស់លាស់នៅក្នុងករណីដែលពួកគាត់សង្ស័យថាខ្លួនឯងមានជំងឺរលាកតង់សួតឬក៏ជំងឺហឺតដើម្បីធ្វើយ៉ាងណាទទួលបានការព្យាបាលដែលត្រឹមត្រូវជៀសវាងការដែលធ្វើការព្យាបាលតគ្នាដែលមិនមានមូលដ្ឋានច្បាស់លាស់ដែលបង្កឲ្យជំងឺហឺតរបស់គាត់នឹងវិវត្តទៅជាពិបាកក្នុងការគ្រប់គ្រងឬក៏ជាបញ្ហាសុខភាពផ្សេងចាហើយសូមថែរក្សាសុខភាពទាំងអស់គ្នាដោយធ្វើម៉េចក៏ដោយហូបស្អាតអនាម័យអាចថាការពារផ្លូវដង្ហើមតាមរយៈការពាក់ម៉ាស់អីផ្សេងឆែកសុខភាពឲ្យបានទៀងទាត់ធ្វើម៉េចក៏ដោយជៀសវាងគ្រឿងស្រវឹងគ្រឿងបាត់អីជាដើមដើម្បីឲ្យប្រព័ន្ធភាពស៊ាំរបស់យើងនឹងមានភាពរឹងមាំតែប្រព័ន្ធភាពស៊ាំរបស់យើងមានភាពរឹងមាំជំងឺជាច្រើនគឺមិនងាយយាយនៅក្នុងសុខភាពយើងទេចាកັບខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណចាអ្នកគ្រូពីកម្មវិធី Dr. Talk Show មានកាដូពីខាង Medical Fashion ជូនអ្នកគ្រូអរគុណច្រើនអរគុណអូខេជាចុងក្រោយខ្ញុំបាទ Dr. Lemon និងអ្នកគ្រូឆនសុធារីសូមថ្លែងអរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលបានស្ដាប់កម្មវិធីរបស់យើងជួបគ្នានៅសប្តាហ៍ក្រោយតាមពេលវេលានឹងម៉ោងដដែល